អ្នកស្រកខ្ញុំក៏អត់ដែលស្លោមកជូរតកូនហើយនឹងបលឹតនឹងកឆេតលេគ្នាទេតែមិនឃើញប្តីខ្ញុំអ្នកតកែវគេស្លោអញ្ចឹងហ្នឹងហើយអូនអ្នកតកែវបងគេស្លោតែអញ្ចឹងបានប្តីអ្នកតកែវត្រូវតែចេះធ្វើមុខម្ហូបអ្នកខាងខេត្តតកែវសម្លមកជូរបលឹតកឆេតតកូនអ្នកជាមួយនឹងតពាំងជូរថែមទៀតរត់តែឆ្ងាញ់ហ្មងពុកម៉ាមួយដល់គ្នាឲ្យតែថាមេធ្លាក់ភ្លៀងត្រជាក់ខ្ញុំនឹកឃើញតែសម្លមកជូរបលឹតកឆេតតកូនហ្នឹងទេពុកម៉ាមួយដល់គ្នាសម្លហ្នឹងដល់ពេលយើងហត់ទឹកសម្លក្តៅញិចម្ទេសហិលមេធ្លាក់ភ្លៀងត្រជាក់ឆ្ងាញ់ណាស់ពុកម៉ាមួយដល់គ្នានិយាយមែនសម្លអ្នកខាងខេត្តតកែវខ្ញុំសម្រាប់ម៉ែកូនបឺតខ្ញុំទោះបីជាមុខម្ហូបដែលគាត់មិនដែលធ្វើមិនដែលហូបអីពីមុនមកក៏ដោយឲ្យតែប្រាប់គាត់1ម៉ាត់2ម៉ាត់យើងប្រាប់គាត់តិចទៅដឹងតែគាត់ធ្វើបានហ្មងអត់មានបបែអីធ្វើទេសម្រាប់ម៉ែកូនបឺតខ្ញុំមួយរឿងមុខម្ហូបហ្នឹងគឺជំនាញតែម្ដងមិនដឹងជាពុកម៉ែបងប្អូនទាំងអស់គ្នាស្លោដូចខាងខ្ញុំអត់ទេសម្រាប់មកជូរផលិតកឆាតកូនអានេះបើមានដៃតាគៀតដាក់ដៃតាគៀតទៀតរឹតតែឆ្ងាញ់ហ្មងអានេះគឺម្ហូបប្រចាំតកូលសម្រាប់គ្រួសាររបស់ខ្ញុំចូលចិត្តហូបណាស់អ្នកទាំងអស់គ្នាខ្ញុំហូបតាំងពីទូចមករហូតដល់ធំប៉ុណ្ណេះអាយុ30-40ឆ្នាំឡើយហើយនៅតែចូលចិត្តហូបសម្លមួយមុខហ្នឹងសម្រាប់សម្លមកជូរកឆាតកូនផលិតហ្នឹងយើងស្លោជាមួយនឹងកសាំងអញ្ចឹងគឺត្រូវគ្នាហ្មងអ្នកទាំងអស់គ្នាឥឡូវទឹកសម្លរបស់យើងពុះហើយយើងដាក់ជុំផុកសម្រាប់សម្លនេះគឺយើងដាក់ប្រហុកឲ្យរៀងធំក្លិនផុកតិចដាក់ប្រហុកឲ្យរៀងចាស់តិចណាអាហ្នឹងដឹងតែឆ្ងាញ់ហ្មងក្រោយពីយើងជ្រុំប្រហុកអីរួចរាល់ហើយយើងដាក់ត្រីរបស់យើងចូលគ្រាប់ត្រីទុកហ្នឹងមកពុះមកត្រីយើងឆ្អិនហើយចាំយើងដាក់បន្លែចូលតាមក្រោយទៀតហើយឥឡូវនេះត្រីរបស់យើងចាប់ដើមឆ្អិនហើយម៉ែកូនបឺតខ្ញុំចាប់ដើមដាក់បន្លែចូលទាំងអស់តែម្ដងផលិតគឺឆែតកួនជាមួយនឹងតពាំងជួយហ្នឹងគឺយើងដាក់ចូលដំណើរគ្នាទាំងអស់តែម្ដងទៅពុកម៉ែមួយគ្នាព្រោះថាបន្លែទាំងអស់ហ្នឹងគឺវាឆ្អិនដំណើរគ្នាទេតែមកពុះពីពុះហើយគឺវាឆ្អិនហើយចាប់ដើមមានក្លិនឈ្ងុយពុកម៉ែមួយទាំងអស់គ្នាអើយមើលទឹកសម្លរបស់យើងចាប់ដើមពុះហើយយើងដាក់ជាមួយនឹងកាពឹសរបស់យើងចូលតែម្ដងអ្នកនរគ្នានេះបន្លែរបស់យើងឆ្អិនណាចាំយើងដាក់កាពឹសចូលដាក់កាពឹសឲ្យរួចរាល់ហើយយើងដាក់ជាមួយនឹងកសាំងរបស់យើងចូលសម្លហ្នឹងគឺវាត្រូវគ្នាជាមួយនឹងកសាំងដាក់ជាមួយនឹងម្សៅស៊ុបខ្នុរបន្តិចដាក់ជាមួយនឹងប៊ីចេងបន្តិចអត់ប្រើស្ករណាសម្លប្រភេទនេះគឺអត់ប្រើស្ករទេអានេះតាមចំណង់ចំណូលចិត្តរបស់ក្រុមគ្រួសាររបស់ខ្ញុំអត់ថាស្លមកជូរបែបហ្នឹងគឺមិនដែលប្រើស្ករទេដាក់តែប៊ីចេងបន្តិចម្សៅស៊ុបខ្នុរបន្តិចតែប៉ុណ្ណឹងគឺរួចរាល់ហើយបើយើងដាក់ស្ករចូលរៀងភ្លាវផ្អែមមិនចាពុកម៉ែមួយអ្នកគ្នាចុងក្រោយយើងដាក់ជាមួយនឹងម្អមរបស់យើងចូលដាក់ជាមួយនឹងម្ទេស2-3គ្រាប់មកតែប៉ុណ្ណឹងគឺជាការស្រេចសម្លរបស់យើងក្នុងថ្ងៃនេះសម្លមកជូរផលិតកឆាតកួនបងជាមួយនឹងតពាំងជូរទៀតណាជាថាក្លិនវិញឡើងឈ្ងុយក្រអូបពេញផ្ទះហ្មងពុកម៉ែមួយអ្នកគ្នាឆ្ងាញ់មែនតែនជាតិមែនតែនអានេះបើសិនជាបានត្រីស្រាវយកមកស្លទៀតហ្នឹងដឹងតែឆ្ងាញ់ថ្នាក់ណាទេមេធ្លាក់ភ្លៀងត្រជាក់បានទឹកសម្លហត់ក្តៅញិចម្ទេសហិលបាយអស់ពី3ចានណាដឹងខ្លួនទេនេះខ្ញុំកំពុងតែបញ្ចូលសម្លេងនេះក៏មេធ្លាក់ភ្លៀងដែរពុកម៉ែមួយគ្នាព្យុះ2-3ថ្ងៃនេះជាប់គ្នារហូតហ្មងនៅតាមបណ្ដាខេត្តមួយចំនួនហ្នឹងគឺមានទឹកចំនួនហើយតែសម្រាប់ខាងខេត្តតកែវខ្ញុំគឺមិនដែលមានទឹកចំនួនទេគ្រាន់តែលឹមតែប៉ុណ្្នឹងឯងពុកម៉ែមួយគ្នាបើកលេចមកមើលម៉ែកូនបឺតរបស់ខ្ញុំវិញហូបយកឆ្ងាញ់តំណងឆ្ងាញ់មកមើលតែមាត់ម៉ែកូនបឺតខ្ញុំហូបខែរបស់គាត់គឺគាត់មិនដែលស្លោអញ្ចឹងទេតែពេលឲ្យគាត់ស្លោហូបហើយនិយាយគាត់ថាគាត់សរសើរថាឆ្ងាញ់ជាប់មាត់ហ្មងពុកម៉ែមួយគ្នាចាំមើលគាត់ថាចាំបានទៅលេងស្រុកកំណើតរបស់គាត់ណាចាំស្លោអញ្ចឹងឲ្យអ្នកស្រុករបស់គាត់ហូបម្ដងមើលអ្នកស្រុករបស់គាត់ឆាតមកសួរគាត់ច្រើនមែនតែថាម៉ែបឺតស្លោអញ្ចឹងហូបកើតដែរអីស្លោអញ្ចឹងហូបឆ្ងាញ់អត់ម៉ែកូនបឺតថាឆ្ងាញ់ចាំទៅស្លោឲ្យហូប